នាយករដ្ឋមន្ត្រីថៃសម្រេចផ្អាកការរុះរើផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យលោកអនុទិនឆាន់វីរៈគុលនាយករដ្ឋមន្ត្រីថៃបានថ្លែងប្រាប់ក្រុមអ្នកកាសែតថៃថាថ្ងៃអសានវត្តរុះរើផ្ទះប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅថ្ងៃទី10ខែតុលាឆ្នាំ2025ខាងមុខនេះត្រូវបានផ្អាកជាបណ្ដោះអាសន្នសិនលោកបន្តថាការសម្រេចពន្យាពេលរុះរើផ្ទះនិងបណ្ដេញប្រជាពលរដ្ឋខ្មែរឲ្យចាក់ចេញពីទីតាំងខាងលើនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃកាលពីថ្ងៃទី2ខែតុលាក្រោមហេតុផលមនុស្សធម៌និងគិតគូរការរស់នៅរបស់កុមារស្ត្រីនិងមនុស្សចាស់ជាជនស៊ីវិលកម្ពុជាដែលកំពុងរងទុក្ខបាត់បង់ផ្ទះសម្បែងរួចទៅហើយប៉ុន្តែលោកអនុទិនចង់បញ្ជាក់ថានេះគ្រាន់តែជាការពន្យាពេលកំណត់ប៉ុណ្ណោះវានឹងត្រូវបន្តអនុវត្តតាមគោលការណ៍បណ្ដេញចេញនៅពេលសមស្របណាមួយកងទ័ពភូមិន្ទ